បាទលោកគ្រូពងវិលជំនួសរ៉ាន់សូមគោរពជម្រាបសួរហើយសូមថ្វាយសិលដល់ព្រះជំចាស់ហើយថ្ងៃនេះខ្ញុំនឹងអានអត្ថបទមេរៀនសេចក្តីអំពីសេចក្តីអធិដ្ឋានសេចក្តីអធិដ្ឋានគឺជាឱកាសដ៏មានន័យបំផុតដែលជាការបង្ហូរចេញពីអ្វីដែលមាននៅក្នុងជីវិតរបស់យើងហើយជាមួយព្រះបន្ទូលការអធិដ្ឋានទៅចំពោះព្រះគឺជាការបំពេញកត្តាប្រកបស្និទ្ធស្នាលនៅក្នុងការមានទំនាក់ទំនងរបស់លោកអ្នកជាមួយព្រះជាម្ចាស់ហើយទទួលលទ្ធផលនៃការអធិដ្ឋានមកវិញតាមការស្ដាប់ព្រះបន្ទូលរបស់ទ្រង់តាមរយៈព្រះគម្ពីរនៅក្នុងលក្ខណៈបែបនេះលោកអ្នកអាចចែកចាយពីអ្វីដែលមាននៅក្នុងចិត្តរបស់លោកអ្នកជាមួយនឹងទ្រង់ដែលរងចាំធ្វើជាដៃគូដល់លោកអ្នកសេចក្តីអធិដ្ឋានគឺជាការបង្ហាញចេញនៅអំណាចចេស្តារបស់ព្រះមិនដាច់រយៈនៅក្នុងសមរភូមិរបស់យើងនិងសមរភូមិរបស់អ្នកឯទៀតគឺអាចមានជ័យជំនះតាមរយៈការអធិដ្ឋានហើយប្រតិយរបស់ព្រះគ្រីស្ទក៏បានសម្រេចក្នុងយើងតាមរយៈការអធិដ្ឋានលោកអ្នកនឹងបានអំណាចចេស្តានិងឯកសិទ្ធិមកអំពីព្រះដើម្បីនឹងផ្លាស់ប្ដូរជីវិតបច្ចុប្បន្ននេះមូលហេតុដែលយើងមិនអាចនឹងបានទទួលនៅការបត់ពិសោធន៍នៅអំណាចចេស្តានោះពីព្រោះយើងគ្មានសេចក្តីជំនឿពួកសិស្សកាលពីសតវត្សដំបូងគេស្គាល់របៀបនៃការអធិដ្ឋានហើយទាំងប្រកាសសេចក្តីជំនឿដោយជឿចំពោះអំណាចចេស្តានៃព្រះដែលទ្រង់អាចនឹងជួយបដូរស្ថានភាពក្នុងប្រវត្តិសាស្ត្រសម័យនោះហើយទ្រង់ក៏ជួយដល់គេមែនហើយគឺព្រះដដែលនោះឯងដែលយើងកំពុងតែបម្រើទ្រង់នោះតើសេចក្តីអធិដ្ឋានជាអ្វីសេចក្តីអធិដ្ឋានគឺជាការសន្ទនារបស់យើងជាមួយនឹងព្រះវាគឺជាកិច្ចសន្ទនារវាងបុគ្គលពីរភាគីដែលបង្ហាញសេចក្តីស្រឡាញ់គ្នាទៅវិញទៅមកព្រះនិងមនុស្សក្នុងនាមជាកូនរបស់ព្រះយើងត្រូវបានហៅឲ្យចូលទៅគាល់ដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាននៅព្រះគម្ពីរហេព្រើរចំពុក4ខ14ខ16ដើម្បីបានស្គាល់ឲ្យកាន់តែច្បាស់អំពីសេចក្តីអធិដ្ឋានគឺជាអ្វីយើងត្រូវស្គាល់អំពីអ្វីដែលជាការយល់ខុសជាទូទៅអំពីសេចក្តីអធិដ្ឋានជាមុនសិន1សេចក្តីអធិដ្ឋានគឺមិនមែនជាការតាំងសមាធិហើយក៏មិនមែនជាភារកិច្ចដែលធ្វើសម្រាប់តែខ្លួនឯងនោះទេសេចក្តីអធិដ្ឋានគឺជាសេចក្តីដែលយើងថ្វាយទៅចំពោះព្រះដែលយើងមានព្រះជន្មរស់នៅព្រះនៃយើងមានព្រះជន្មរស់នៅសេចក្តីទី2សេចក្តីអធិដ្ឋានគឺខុសប្លែកគ្នារវាងការអំពាវនាវសូមទៅព្រះរបស់ពួកការសាសនាផ្សេងៗដែលមាននៅក្នុងលោកសេចក្តីអធិដ្ឋានអាចមានសម្រាប់តែអស់អ្នកដែលសូមដោយនៅព្រះនាមនៃព្រះទ្រង់គឺដល់អស់អ្នកណាដែលជឿដល់ព្រះយេស៊ូវគ្រីស្ទយ៉ូហានចំពុក16ខ24 3សេចក្តីអធិដ្ឋានគឺមិនមែនជាការទូលសុំតែមួយមុខប៉ុណ្ណោះទេគោលដៅសំខាន់នៃការអធិដ្ឋានគឺបណ្ដាលឲ្យទំនាក់ទំនងរបស់យើងនឹងបានដល់ជម្រៅបំផុតទី4សេចក្តីអធិដ្ឋានមិនមែនគ្រាន់តែធ្វើនៅទីសាធារណៈប៉ុណ្ណោះទេតែចាប់ផ្ដើមក្នុងបន្ទប់តូចមួយវិញសេចក្តីអធិដ្ឋានមិនមែនជាការនិយាយដដែលនឹងពាក្យដែលគ្មានន័យរបស់សាសនានោះទេសេចក្តីអធិដ្ឋានគឺជាការបញ្ចូលនៅសេចក្តីដ៏ជាក់លាក់ទៅចំពោះព្រះនៅចំណុចធំទី2តើយើងអធិដ្ឋានទៅចំពោះអ្នកណា1យើងអធិដ្ឋានទៅចំពោះព្រះវរបិតាដែលនៅព្រះនាមព្រះរាជបុត្រាហើយតាមរយៈការងារនៃព្រះវិញ្ញាណបរិសុទ្ធ
សេចក្តីអធិដ្ឋានរបស់យើងបានទទួលស្គាល់មានប្រសិទ្ធភាពដោយសារព្រះយេស៊ូវគ្រីស្ទហើយសេចក្តីនោះកាត់ស្រាយទៅចំពោះព្រះបិតាដោយព្រះវិញ្ញាណបរិសុទ្ធដូច្នេះបុគ្គលដែលអធិដ្ឋានត្រូវមានសេចក្តីជំនឿលើអ្វីយើងអាចបើកនៅព្រះគម្ពីរហេព្រើរចំពោះ11ខ6ពីតូចដោយព្រោះព្រះបិតាជាព្រះមួយអង្គក្នុងព្រះត្រៃឯកដូច្នេះយើងអាចអធិដ្ឋានទៅព្រះនាមព្រះយេស៊ូវឬព្រះវិញ្ញាណបរិសុទ្ធក៏បានប៉ុន្តែគំរូនៃការអធិដ្ឋានត្រូវបានបង្ហាញឲ្យយើងដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទតើអ្នកណាជាអ្នកជួយទូលអង្វរដល់យើងក្នុងកាលដែលយើងអធិដ្ឋាននៅព្រះគម្ពីររ៉ូមចំពុក8ខ34នៅពីព្រះគម្ពីររ៉ូមម្ដាយចំពុក8ខ26ដល់ខ27នៅចំណុច3ធំតើនរណាអាចអធិដ្ឋាន1គឺអស់អ្នកដែលជារបស់ផងព្រះយេស៊ូវគ្រីស្ទមនុស្សជាតិមានសភាគតិក្នុងការអធិដ្ឋានទៅចំពោះព្រះផ្សេងក៏ដោយសេចក្តីអធិដ្ឋានដែលមិនដឹងដូចនេះមានគ្រោះថ្នាក់ណាស់សេចក្តីអធិដ្ឋានដ៏ត្រឹមត្រូវគឺមានតែចំពោះអ្នកណាដែលបានក្លាយទៅជាកូនរបស់ព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះគឺអស់អ្នកដែលចូលមកចំពោះព្រះក្នុងព្រះចេស្តាទ្រង់និងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទក៏ព្រះយេស៊ូវគ្រីស្ទទ្រង់អះអាងថាទ្រង់តែមួយប៉ុណ្ណោះដែលទ្រង់ដែលទៅឯព្រះបិតាយូហានចំពុក14ខ6ខព្រះយេស៊ូវគ្រីស្ទទ្រង់ជាអ្នកកណ្ដាលដែលនៅចន្លោះព្រះនិងមនុស្ស1ធីម៉ូថេចំពុក2ខ5ព្រះយេស៊ូវគ្រីស្ទទ្រង់សន្យានឹងឆ្លើយតបចំពោះសេចក្តីសំណូមរបស់យើងបើយើងសូមដោយនៅព្រះនាមទ្រង់ការអធិដ្ឋានដោយនៅព្រះនាមទ្រង់គឺមានន័យថាប្រសើរលើសជាងការសងសំណាងហើយក៏មានន័យថាយើងសូមដល់ព្រះបិតាដោយពឹងលើអំណាចចេស្តារបស់ព្រះគ្រីស្ទទាំងស្រុងយើងសូមដោយនៅព្រះនាមទ្រង់គឺពឹងផ្អែកទ្រង់ជាអ្នកណាមិនមែនដោយនៅឈ្មោះរបស់យើងឬលើតំណែងទូនាទីយើងឡើយចំណុចទី4ហេតុអ្វីយើងត្រូវអធិដ្ឋានដើម្បីធ្វើការសន្ទនាជាមួយនឹងព្រះយើងត្រូវអធិដ្ឋានដើម្បីរក្សាទំនាក់ទំនងនៃសេចក្តីស្រឡាញ់របស់យើងជាមួយនឹងទ្រង់ព្រះជាម្ចាស់ទ្រង់រងចាំឲ្យយើងចូលទៅគាល់ដល់ទ្រង់តាមរយៈការអធិដ្ឋានសេចក្តីពិតដែលថាទ្រង់មានប្រតិយចង់មានការប្រកបសាសនាជាមួយនឹងយើងគឺជាសេចក្តីពិតដែលយើងស្មានមិនដល់